ពេលនៃការជិះបារីនេះខ្ញុំមកពីក្រុមទី1ដែលមានសមាជិក4នាក់មកនឹងជិះដល់ការបោះឆ្នោតខាងលើនេះខ្ញុំសូមពន្យល់អត្ថន័យនៃពាក្យបារីជាមុនបារីដាក់ពាក្យជានាមជាគ្រឿងមានម្យ៉ាងដែលស្របច្បាប់សម្រាប់ជួបថ្ងៃនេះខ្ញុំមាន3ចំណុចធំៗដែលតកតងនឹងគុណវិបត្តិនៃការជិះបារីចំណុចទី1ការជិះបារីនឹងអបអរផលសុខភាពចំណុចទី2ការជិះបារីនឹងមកឈាមថាប់ការពេលវេលាចំណុចទី3ការជិះបារីនឹងអបអរផលដល់អ្នកដទៃឥឡូវនេះខ្ញុំសូមបង្ហាញដល់អ្នកទាំងអស់គ្នាមកកាន់ចំណុចទី1ការជិះបារីនឹងអបអរផលដល់សុខភាពការជិះបារីនឹងអបអរផលដល់សុខភាពដូចជាមហារីកសួតពុកម៉ែជំងឺច្រើនទៀតតែខ្ញុំសូមយកពីជំងឺនេះឡើងឥឡូវនេះសូមទៅកាន់ជំងឺទី1គឺជំងឺមហារីកសួតខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាសង្កេតមើលសួរបសនិងសួរបខ្មៅសួរបសគឺជាសួរដែលមិនជឿបារីប៉ុន្តែសួរបខ្មៅគឺជាសួរដែលមិនជឿបារីនេះខ្ញុំសូមបញ្ជាក់អ្នកទាំងអស់គ្នាថាសួរបសគឺជាសួរដែលមិនអាចវាមហារីកបានទេប៉ុន្តែសួរបខ្មៅវាអាចវាមហារីករហូតដល់បាត់បង់ជីវិតផងដែរនេះសូមទៅកាន់នៅជំងឺទី2គឺជំងឺពុកថ្មីខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាសង្កេតមើលថ្មីរបស់លោកអ្នកដែលថ្មីក្នុងរូបភាពនេះថ្មីរបស់លោកអ្នកគឺភ្លើងសែងចាំពីព្រោះលោកអ្នកមិនជឿបារីប៉ុន្តែថ្មីនៅក្នុងរូបភាពនេះគឺលឿងហើយពុកដោយសារតែការជឿបារីនិងការមិនដូចថ្មីយ៉ាងបំណងហើយនេះខ្ញុំសូមឲ្យអ្នកទាំងអស់គ្នាបញ្ញាចិត្តថាជឿបារីចាប់ពីថ្ងៃនេះតទៅឥឡូវនេះខ្ញុំសូមលើកការចំណុចទី2ការជឿបារីនាំអક્ષយធាតុថាការអំពេលវេលាឥឡូវនេះខ្ញុំសូមនិយាយអំពីថាការមុនបើយើងយកថាការយកទៅជួបអរិយវាមិនល្អទេដែលល្អនោះយើងត្រូវយកថាវិការយ៉ាងនេះទៅពូពងគ្រួសាររបស់អ្នកទៅជួយដល់ការងាររបស់លោកអ្នកនិងជួយដល់មូលនិធិដល់ពុកម៉ែកំព្រាវាប្រសើរជាយកដូចយ៉ាងនេះទៅជួបអរិយដែលសារខ្ញុំនិយាយបែបនេះការជួបអរិយនឹងអបអរសុខភាពហើយបើយើងយកដូចយ៉ាងនេះទៅជួបអរិយវាប្រៀបដូចយកលុយយើងទៅបោះចោលតែម្ដងហើយបន្តបើយើងយកលុយយ៉ាងនេះទៅជួយដល់មូលនិធិកុមារកំព្រាយកលុយនេះទៅជួយដល់ក្រុមគ្រួសារយកលុយយ៉ាងនេះទៅជួយដល់ការងាររបស់លោកអ្នកគឺវាបានផលល្អជាងឥឡូវនេះខ្ញុំសូមនិយាយអំពីពេលវេលាវិញបើយើងយកពេលវេលាយើងទៅជួយទៅបារីវាមិនល្អទេដែលល្អនោះយើងត្រូវយកពេលវេលាយ៉ាងនេះទៅហាត់ប្រាណវិញតែសារនេះខ្ញុំនិយាយបែបនេះការជួយបារីនឹងអបអរផលដល់សុខភាពប៉ុន្តែបើយើងយកពេលវេលាយ៉ាងនេះទៅហាត់កីឡាវាមានសុខភាពល្អមាំមួនឥឡូវនេះអ្នកខ្ញុំសូមទៅកាន់ចំណុចទី3ជាចំណុចចុងក្រោយការជបារីនៅអបអរផលដល់អ្នកដទៃខ្សែបារីដែលកំពុងជួបវាអាចផ្ដល់ផលប៉ះពាល់ដល់អ្នកដទៃជាពិសេសគឺវារីមានតៃពោះពេលគេរកដាក់ណាវាសតិមិនល្អនិងការសម្បត្តិមិនគ្រប់គ្រាន់ចូលតាមការអស្ចារ្យខាងលើនេះខ្ញុំយល់ថាការជបារីវាមានគុណវិបត្តិច្រើនណាស់ចំពោះអ្នកជួបហើយនេះខ្ញុំសូមសំណងបងឲ្យដល់អ្នកជឿបារីចាស់ខ្ញុំនេះតទៅជាជួបអាចារ្យនេះខ្ញុំសូមអរគុណដល់អ្នកគ្រូនិងមិត្តភក្តិទាំងអស់ដែលបានចំណាយពេលវេលាស្ដាប់ខ្ញុំនិយាយពេលដល់ចាប់សូមអរគុណ